ជំរាបសួរបងប្អូនសម្រាប់ថ្ងៃនេះខ្ញុំស្ងោរស្ពៃជាមួយសាច់ជ្រូកចិញ្ច្រាំហើយថែមពងមាន់ចំនួន2គ្រាប់ចាចំពោះសាច់ជ្រូកគឺយើងចិញ្ច្រាំឲ្យម៉ត់បន្ទាប់មកយកមកលាយជាមួយគ្រឿងដែលយើងបានត្រៀមទុកបងប្អូនចាក់វាចូលគ្នាហើយគឺយើងកូរវាឲ្យសព្វរួចយើងយកទៅចាក់ចូលក្នុងទឹកដែលយើងបានដាំពុះចាដើម្បីឲ្យវាបាត់ឆ្អាបហើយឲ្យសាច់ជ្រូកយើងឆ្អិនសិនបងប្អូនបន្ទាប់ពីសាច់ជ្រូកឆ្អិនយើងជ្រុំវាឲ្យបែកពីគ្នាបន្តិចបងប្អូនបន្ទាប់ពីមកយើងក៏ចាប់ផ្ដើមដាក់ស្ពៃចូលតែម្ដងថាស្ពៃយើងដាក់ចូលហើយយើងកូរត្រឡប់វា2-3ត្រឡប់ហើយយើងគ្របឲ្យវាយ៉ាងឆ្អិនបន្តិចសិនបងប្អូនបន្ទាប់ពីស្ពៃនឹងឆ្អិនហើយគឺយើងគោះពងមាន់ដាក់ចូលតែម្ដងចំពោះខ្ញុំគឺប្រើពងមាន់ចំនួន2គ្រាប់បងប្អូនចាបងប្អូនអាចប្រើ1គ្រាប់ក៏បានដែរចាដាក់ចំនួន2គ្រាប់គឺធ្វើឲ្យសម្លកាន់តែឆ្ងាញ់អញ្ចឹងណាបងប្អូនចារួចកូរត្រឡប់វា1ត្រឡប់2ត្រឡប់ហើយឲ្យពងមាន់នឹងឲ្យវាឆ្អិនបន្តិចសិនបងប្អូនបន្ទាប់ពីពងមាន់នឹងរៀងឆ្អិនហើយគឺយើងចាប់ផ្ដើមបង់ស្លឹកខ្ទឹមចូលតែម្ដងចានៅពេលដែលយើងបង់ស្លឹកខ្ទឹមចូលហ្នឹងគឺយើងភ្លក់តាមចំណង់ចំណូលចិត្តដែលបងប្អូនចង់ញ៉ាំណាបងប្អូន